ចាជំរាបសួរបងប្អូនទាំងអស់គ្នានៅគម្ពីរយូហានចំពុក15ថ្ងៃនេះខ5ព្រះយេស៊ូវមានបន្ទូលថាខ្ញុំជាគល់អ្នករាល់គ្នាជាខ្នែងអ្នកណាដែលនៅជាប់នឹងខ្ញុំហើយខ្ញុំជាប់នឹងអ្នកនោះទើបនឹងបង្កើតផលឡើងជាច្រើនត្បិតបើដាច់ចេញពីខ្ញុំនោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេចាអញ្ចឹងទី1គឺទ្រង់ជាគល់យើងជាខ្នែងដូចជាដើមឈើអញ្ចឹងបងប្អូនដឹងហើយគល់មិនខ្នែងមិនហើយបើនៅជាប់នឹងទ្រង់គឺនឹងបង្កើតផលផ្លែជាប់របៀបម៉េចគឺថាបើសិនជាបងប្អូនអានព្រះបន្ទូលរាល់ថ្ងៃបងប្អូនប្រកបមួយព្រះអង្គរាល់ថ្ងៃបងប្អូនមានស្ដាប់សំឡេងព្រះអង្គរាល់ថ្ងៃបងប្អូននឹងយល់ពីបំណងផាតីព្រះព្រះអង្គនឹងអាចឲ្យបងប្អូនរីកចម្រើនមិនចាំបាច់ថានឹងទៅធ្វើពន្ធកិច្ចពីពិភពលោកឲ្យកើតផលផ្លែយ៉ាងច្រើនដូច្នោះទេគ្រាន់តែបងប្អូននឹងអានព្រះបន្ទូលក៏អាចកែចិត្តបងប្អូននឹងឲ្យបានទៅជាល្អប្រសើរអាចបញ្ចេញផលផ្លែកែចរិតយើងដែលមិនល្អនឹងឲ្យត្រឡប់ទៅជាល្អវិញដោយសារតែការដែលយើងអានព្រះបន្ទូលរាល់ថ្ងៃនឹងឯងនេះហើយដែលគេហៅថាអ្នករាល់គ្នានៅជាប់នឹងព្រះអ្នករាល់គ្នានឹងបង្កើតផលផ្លែចាផលផ្លែនឹងគឺឃើញខ្លួនឯងនឹងបានកែប្រែទៅជាល្អវិញអេមែនសូមព្រះអង្គប្រទានពរបងប្អូនទាំងអស់គ្នា